បាទក្នុងករណីដែលកុំព្យូទ័រយើងវាអត់ស្គាល់មួយ RAM តែ RAM ដែលអត់ស្គាល់ហើយយើងដឹងពីបញ្ហាហ្នឹងហើយប៉ុន្តែយើងព្យាយាមសម្អាត RAM ហើយប៉ុន្តែវាអត់នៅតែដាក់តែអត់ស្គាល់យើងអាចប្រើវិធីសាស្ត្រផ្សេងបាទវិធីសាស្ត្រចុងក្រោយគឺអានេះគេហៅជួលលុបខ្មៅដៃយើងអាចយកអាហ្នឹងវាមកជូតជើងនេះបាទជើងគោលនេះជើងមាសនេះទៅជូតសម្អាតវាដុសខាត់វាទៅអាហ្នឹងវាអាចឡើងវិញប៉ុន្តែអាហ្នឹងយើងប្រើប្រាស់នៅក្នុងករណីដែលវាថាចុងក្រោយវាថាយើងព្យាយាមសម្អាត RAM ហើយនឹងសម្អាតទៅលើ board នេះហើយគឺវានៅតែអត់ដើរអញ្ចឹងយើងអាចយកអាហ្នឹងមកជូតវាអញ្ចឹងទៅបាទជូតអាហ្នឹងគេហៅប្រាប់លុបខ្មៅដៃហ្នឹងបាទជូតវាទៅជូតសម្អាតវាហ្នឹងអាចធ្វើឲ្យ RAM យើងអាចឡើងវិញបាទតែនេះវិធីសាស្ត្រចុងក្រោយបើសិនជាយើងធ្វើសម្អាតឲ្យអត់ស្អាតចាំយើងប្រើវិធីសាស្ត្រមួយនេះបាទអរគុណ